ក្មួយផុនអើយយប់ជ្រៅហើយណាតើក្មួយទៅផ្ទះវិញដែរទេបាទលោកអ៊ំក្មួយមិនទាន់ទៅទេព្រោះឥឡូវនេះក្មួយទៅតែបានត្រីតិចណាស់ចង់នៅបន្តទៀតលោកអ៊ំអញ្ជើញតមុនក្មួយចុះអញ្ចឹងក៏បានដែរអ៊ំតមុនហើយណាបាទលោកអ៊ំយីនោះជាអ្វីដូចជាប្រអប់ចម្លែកម្លេះតើមើលបន្តិចមើលតើជាអ្វីផុនបានអុំទូកសន្សឹមសំដៅទៅកាន់ប្រអប់ឈើនោះដោយអារម្មណ៍សង្ស័យពេលដែលផុនបានទៅដល់ប្រអប់ឈើនោះភ្លាមគាត់មិនទាន់បានសម្គាល់ដឹងថាប្រអប់ឈើនោះជាអ្វីនៅឡើយនោះទេហើយគាត់ក៏កាន់តែចូលទៅគៀកប្រអប់នោះតើនេះជាអ្វីឲ្យពិតប្រាកដហេតុអ្វីត្រូវអណ្ដែតទឹកមកទីនេះដូច្នេះចម្លែកណាស់រូបរាងដូចប្រហែលប៉ុន្តែមិនអាចទៅរួចនោះទេគ្មាននរណាម្នាក់យកមកឈូសដាក់សាកសពបណ្ដែតទឹកដូច្នេះនោះទេតើគួរតែបើកមើលដែរឬក៏អត់បើមិនបើកនៅតែមិនដឹងហើយក៏មិនអាចស្រាយចម្ងល់នេះបានដែរក្មួយផុនតើក្មួយទៅផ្ទះដែរឬទេបាទលោកអ៊ំក្មួយរៀបចេញទៅហើយចុះក្រែងលោកអ៊ំបានទៅផ្ទះហើយមុននេះបន្តិចមែនទេម្ដេចបានជានៅទីនេះទៅវិញអ៊ំមិនទាន់ចេញទៅទេគឺអ៊ំរងចាំទៅជាមួយក្មួយបានគ្នា2នាក់ព្រោះអ៊ំខ្លាចណាស់តើលោកអ៊ំខ្លាចអ្វីក្មួយមិនដែលឃើញលោកអ៊ំចេះខ្លាចទេពីមុនមកអ៊ំមិនហ៊ាននៅទីនេះយប់ជ្រៅទេព្រោះអ៊ំខ្លាចខ្មោចណាស់លោកអ៊ំកុំបន្លាចក្មួយអីត្រូវហើយលោកអ៊ំមកមើលរបស់នេះជាមួយគ្នាមកព្រោះក្មួយបានឃើញវាអណ្ដែតទឹកមកដល់ទីនេះមិនទាន់ដឹងថាជាអ្វីនៅឡើយទេតើជាអ្វីទៅក្មួយលោកអ៊ំមកទីនេះមកគឺនៅទីនេះព្រឹកព្រលឹមមិនទាន់លោកបាឡាត់ស្រុកបានទទួលសម្បត្តិមួយច្បាប់មកពីខេត្តកំពង់ធំដោយក្នុងសម្បត្តិនោះបានបង្ហាញថាក្មួយស្រីបង្កើតរបស់លោកបានស្លាប់អស់រយៈពេល7ថ្ងៃទៅហើយចំណែកសម្បត្តិទើបតែមកដល់ក្នុងដៃគាត់នាព្រឹកនេះលោកប្តីតើក្នុងសម្បត្តិបាននិយាយអ្វីខ្លះពិតជាសោកស្ដាយណាស់ក្មួយស្រីបានស្លាប់បាត់ទៅហើយគឺស្លាប់ដោយសារមិនអាចឆ្លងទន្លេបានគ្រោះថ្នាក់ទាំងម្ដាយទាំងកូននៅក្នុងផ្ទៃមកដល់ពេលនេះអស់រយៈពេល7ថ្ងៃហើយលោកពុកថាម៉េចបងស្រីបានស្លាប់បាត់ទៅហើយពុទ្ធោព្រះអើយពិតជាបាបកម្មណាស់ស្លាប់ទាំងម្ដាយទាំងកូនតើក្នុងសម្បត្តិមានបានបញ្ជាក់អ្វីទៀតដែរឬទេមិនបានបញ្ជាក់អ្វីទៀតទេបងគិតថាចង់ទៅខេត្តកំពង់ធំដើម្បីទៅជួបបងប្រុសតើអូននិងកូនចង់ទៅដែរឬទេចាលោកប្តីមិនអីទេលោកប្តីអញ្ជើញទៅចុះទុកឲ្យខ្ញុំនិងកូននៅចាំផ្ទះក៏បានដែរ
បើអូននឹងកូនមិនទៅក៏ល្អដែរព្រោះត្រូវធ្វើដំណើរវែងឆ្ងាយទុកឲ្យបងជាអ្នកទៅតែម្នាក់ឯងក៏បានស្អែកនេះបងនឹងចេញដំណើរភ្លាមផុនគឺជាកូនប្រុសក្នុងត្រកូលគ្រួសារកសិករមានជីវភាពពឹងផ្អែកលើការធ្វើស្រែចូលព្រៃនិងកាប់អុសមិនតែប៉ុណ្ណោះធ្វើនេសាទបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃគាត់តែងតែកាន់ស្រាក់ដើរតាមព្រះសង្ឃនិមន្តបិណ្ឌបាតនៅក្នុងភូមិជ្រះថ្លាណាស់ញោមខំប្រឹងធ្វើបុណ្យដោយចិត្តបរិសុទ្ធនឹងទទួលបាននូវអានិសង្សយ៉ាងក្រៃលែងសាធុសាធុសាធុផុនបានធ្វើដំណើរសំដៅទៅផ្ទះរបស់អ៊ំសៃដើម្បីបបួលទៅបានជាគ្នាដូចរាល់ដងប៉ុន្តែពេលផុនបានដើរទៅដល់ផ្ទះស្រាប់តែប្រពន្ធរបស់អ៊ំសៃក៏បានប្រាប់ថាប្តីរបស់គាត់ចេញទៅរកត្រីតាំងពីថ្ងៃម្លេះព្រោះថ្ងៃនេះគាត់ប្រញាប់មកផ្ទះវិញឮដូច្នោះផុនក៏ធ្វើដំណើរទៅរកត្រីតែម្នាក់ឯងយ៉ាងកំសត់អ្នកនាងមេត្រីពិតជាស្រស់ស្អាតខ្លាំងណាស់តើបុរសណាមានសំណាងបានរកនាងជាគូជីវិតមិនយល់ខ្លួនឯងទេហេតុអ្វីត្រូវនឹកស្រមៃដល់នាងទៅវិញបើគេបានដឹងពិតជាខ្មាស់គេខ្លាំងណាស់តើស្ដាប់ច្រឡំមែនទេសំឡេងក្មេងយំអំបញ្ញមិញនេះផុនកើតមានការភ័យខ្លាចបន្ទាប់ពីបានឮសំឡេងក្មេងយំយ៉ាងចម្លែកដូចនេះគាត់បានសម្លឹងមើលមុខមើលឆ្វេងមើលស្ដាំក្នុងបរិវេណទីនោះពុំមានមនុស្សណាម្នាក់ឡើយហើយអ្វីដែលកាន់តែធ្វើឲ្យគាត់ភ័យខ្លាចទៀតគឺមានខ្យល់បក់រំភើយត្រជាក់ខុសធម្មតាក្នុងស្ថានភាពបែបនេះគាត់មិនធ្លាប់បានជួបប្រទះទេកន្លងមកអត់ទោសបងប្រុសតើបងធ្វើដំណើរទៅណាមកណាដែរតើខ្ញុំសុំពឹងបងរឿងមួយបានទេបាទអ្នកនាងហេតុដូចម្ដេចបានជាអ្នកនាងមកឈរទីនេះទៅវិញហើយអ្នកនាងជាអ្នកស្រុកណាម្ដេចខ្ញុំមិនដែលឃើញពីមុនមកសោះអញ្ចឹងចាបងប្រុសខ្ញុំជាអ្នកភូមិនៅខាងមុខឆ្ងាយពីទីនេះខ្ញុំបានធ្វើដំណើរទៅលេងស្រុកម៉ែក្មេកប៉ុន្តែប្តីរបស់ខ្ញុំយកមកទុកចោលនៅទីនេះគាត់ថាចូលទៅក្នុងភូមិមួយផ្លេតរហូតមកដល់ពេលនេះហើយមិនទាន់ឃើញគាត់ត្រឡប់មកវិញនោះទេទីនេះស្ងប់ស្ងាត់ចម្លែកណាស់ខ្ញុំភ័យខ្លាចណាស់សូមបងប្រុសជួយជូនខ្ញុំទៅផ្ទះផងតើបានទេអ្នកនាងមើលទៅគួរឲ្យអាណិតណាស់ប្តីរបស់អ្នកនាងប្រហែលគាត់ទុកអ្នកនាងចោលហើយមិនគួរគាត់ធ្វើបែបនេះទេហើយបើធ្វើដំណើរទៅកាន់ភូមិខាងមុខក៏នៅឆ្ងាយទៀតធ្វើដូច្នេះទៅល្អទេអ្នកនាងទៅសម្រាប់ផ្ទះខ្ញុំមួយយប់សិនទៅស្អែកព្រឹកខ្ញុំនឹងជូនអ្នកនាងទៅតើយល់ព្រមទេបងប្រុសមិនទាន់ស្គាល់ផ្ទះថ្មីរបស់ខ្ញុំទេគឺទៅផុតទៅព្រៃនេះគឺដល់ហើយមិនអាចទេផុតពីព្រៃនេះគឺមានតែទីវាលទឹកធំធេងមើលទៅដាច់កន្ទុយភ្នែកគ្មានផ្ទះនោះទេបើមានផ្ទះមែនមានតែផ្ទះរបស់អ្នកនាងធ្វើនៅលើទឹកប៉ុណ្ណោះមិនខុសទេផ្ទះរបស់ខ្ញុំគឺនៅលើទឹកខ្ញុំជាអ្នករស់នៅលើទូកអណ្ដែតតាមទឹកបងប្រុសជូនខ្ញុំផុតតែព្រៃនេះនឹងឃើញហើយបងប្រុសសូមជួយជូនខ្ញុំទៅផងកូនរបស់ខ្ញុំវាយំខ្លាំងណាស់ផ
ផុនក៏បានសម្រេចចិត្តឲ្យម្ដាយនិងកូនទាំងពីរឡើងទៅលើទូកនិងព្រមជូនពួកគេទៅផ្ទះពេលផុនកំពុងតែអុំទូកបណ្ដើរស្ដាប់សំឡេងក្មេងយំបណ្ដើរធ្វើឲ្យគាត់ចម្លែកនៅក្នុងចិត្តណាស់ហេតុអ្វីបានជាក្មេងនេះយំឮខុសពីក្មេងធម្មតាហើយថែមទាំងគួរឲ្យខ្លាចទៀតផងបងប្រុសតើបងកំពុងតែគិតអ្វីតើបងមករកត្រីតែម្នាក់ឯងមិនដែលខ្លាចទេមែនទេបាទខ្ញុំមិនខ្លាចទេព្រោះខ្ញុំមករកត្រីទីនេះតាំងតែពីខ្ញុំនៅតូចម្លេះចុះអ្នកនាងវិញខ្លាចទេចាខ្ញុំខ្លាចណាស់ហើយខ្លាចខ្លាំងទៀតផងព្រោះធ្លាប់ឮប្តីរបស់ខ្ញុំនិយាយថាទីនេះមានខ្មោចស្រីតៃហោងមានផ្ទៃពោះទៅតែស្លាប់ហើយអណ្ដែតតាមទឹកមកគ្មានគោលដៅខ្ញុំឮហើយស្ទើរតែមិនហ៊ានចេញទៅលេងស្រុកម្ដាយខ្ញុំទេចុះបងជឿថាមានខ្មោចលងដែរទេបាទខ្ញុំជឿលើរឿងនេះតិចដែរព្រោះថាជាក់ស្ដែងខ្ញុំទៅតែត្រូវខ្មោចលងនាពេលថ្មីនេះដែរតើចិត្តទៅដល់ផ្ទះរបស់អ្នកនាងហើយឬនៅនេះខ្ញុំដូចជាអុំមកយូរហើយក៏ឆ្ងាយហើយដែរម្ដេចបងប្រុសនិយាយបែបនេះទៅវិញបងប្រុសអុំទូកជុំវិញទួលនេះស្ទើរតែមួយយប់ទៅហើយតើធ្វើម៉េចអាចទៅដល់ផ្ទះរបស់ខ្ញុំបានឃើញរូបរាងលោកបន្លាចយ៉ាងគួរឲ្យខ្លាចបំផុតនាងខ្មោចតៃហោងមានផ្ទៃពោះធ្វើឲ្យគាត់លួសប្រលឹងមិនអាចគ្រប់គ្រងខ្លួនឯងបានជួយផងខ្មោចលោកជួយផងជួយខ្ញុំផងជួយផងជួយខ្ញុំផងខ្មោចលងខ្ញុំហើយជួយខ្ញុំផងអូនទាំងពីរនេះក្មួយផុនកើតអ្វីបានជាភ័យខ្លាចដល់ថ្នាក់នេះលោកបងកាលពីយប់មិញនេះកូនផុនទៅរកត្រីដូចធម្មតាទេប៉ុន្តែវារត់មកវិញទាំងមានការភ័យខ្លាចវាថាមានខ្មោចតាមលងខ្ញុំឃើញហើយពិតជាព្រឺសក់ក្បាលអាណិតកូនណាស់លោកបងចុះក្មួយផុនទៅរកនៅឯណាបានជាត្រូវខ្មោចលងដូចនេះកូនផុនទៅរកត្រីនៅកន្លែងដដែលនឹងណាលោកបងប៉ុន្តែម្សិលមិញបានចេញទៅរកត្រីយឺតជាងរាល់ដងហើយក៏បានកើតរឿងដូចនេះតែម្ដងទៅត្រូវហើយកាលពីម្សិលមិញនេះក្មួយផុនបានមកហៅប្តីរបស់ខ្ញុំប៉ុន្តែប្តីខ្ញុំបានចេញទៅរកត្រីមុនបាត់ក្រោយមកក្មួយផុនក៏ចេញដំណើរទៅតាមក្រោយមិនគួរកើតមានរឿងបែបនេះនោះទេបើក្មួយផុនពិតជាបានទៅរកត្រីនៅបឹងនោះមែនព្រោះកន្លងមកទីនោះយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ទៅរកត្រីដល់យប់ឬមានអ្នកខ្លះបានដេកនៅទីនោះក៏មិនដែលឮថាមានខ្មោចលងនោះដែរផុនបានកើតជំងឺបាក់ស្បាតភ័យខ្លាចជាខ្លាំងធ្វើឲ្យអ្នកភូមិដទៃទៀតក៏មានការចម្លែកចិត្តផងដែរឪពុកម្ដាយបាននាំផុនទៅវត្តដើម្បីឲ្យព្រះសង្ឃសូត្រមន្តស្រោចទឹកអូនដែនថ្ងៃនេះយើងរកត្រីកុំនៅយប់ជ្រៅពេកអីហើយយើងក៏មិនចាំបាច់ទៅរកត្រីឆ្ងាយពីគ្នាដែររកចិត្តគ្នានេះទៅបានហើយត្រូវហើយបងខ្ញុំក៏ចង់ប្រាប់បងរឿងនឹងដែរត្បិតអីពេលនេះខ្ញុំដូចជាមានអារម្មណ៍រងាត្រជាក់ខុសប្លែកពីធម្មតាមិនដឹងទេបងនេះប្អូនកុំប្រាប់ថាក៏មានអារម្មណ៍ដូចជាក្មួយផុនដែរមែនទេពិតណាស់បងខ្ញុំពេលបានឃើញក្មួយផុនជួបរឿងនឹងហើយ
ក៏កើតមានចិត្តភ័យខ្លាចខុសពីធម្មតាទោះកន្លងមកខ្ញុំមិនធ្លាប់បានខ្មោចលងក៏ដោយលោកបងមិនខ្លាចទេអីខ្ញុំមករកត្រីទីនេះតាំងតែពីតូចមិនដែលជួបរឿងអាក្រក់ដូចជាក្មួយផុនទេហើយមកទល់ពេលនេះខ្ញុំមានអាយុជាង50ឆ្នាំហើយក៏រឹតតែលែងជឿលើរឿងទាំងអស់នោះដែរអ្នកភូមិជាច្រើនបើទោះជាបានដឹងថាផុនត្រូវខ្មោចលងនៅក្នុងបឹងដែលពួកគេតែងតែទៅរកត្រីក៏ដោយក៏មិនមានអ្នកណាម្នាក់ជឿទាំងស្រុងថាទីនោះពិតជាមានខ្មោចលងពិតមែនដោយឡែកអ្នកភូមិនៅតែបន្តរកត្រីជាធម្មតាហាក់មិនខ្វល់នឹងរឿងខ្មោចលងនោះឡើយអូនដែនតោះយើងត្រឡប់ទៅផ្ទះវិញដល់ម៉ោងទៅផ្ទះហើយយប់ជ្រៅហើយអូនដែនតើបងអូនមានរឿងអីមែនទេលោកបងនេះលោកបងខ្លាចខ្ញុំមែនទេក្រែងលោកបងថាមិនចេះខ្លាចខ្មោចនោះអីខ្ញុំគ្រាន់តែបន្លាចលេងសោះលោកបងខ្លាចមែនទែនអូនដែនតើនរណាអង្គុយនៅលើក្បាលទូករបស់ប្អូនមិនកើតទេខ្មោចលងហើយពុទ្ធោក្រែងថាមិនចេះខ្លាចខ្មោចនេះគ្រាន់តែខ្ញុំបន្លាចបន្តិចសោះក៏ខ្លាចដែរតើទីនេះដែលមានខ្មោចមកពីណាទៅដែនបានអុំទូកម្នាក់ឯងយ៉ាងរីករាយគ្មានខ្លាចអ្វីនោះទេមិនតែប៉ុណ្ណោះគាត់បានអុំទូកពេញបឹងនោះតែម្ដងដើម្បីហៅអ្នកភូមិផ្សេងទៀតឲ្យធ្វើដំណើរទៅផ្ទះជាមួយគ្នាបន្ទាប់ពីអ៊ំសៃបានអុំទូករត់ចោលគាត់បាត់ហើយអូនឌឿនតើប្អូនទៅផ្ទះដែរឬទេខ្ញុំទៅហើយបងដែនតើនរណាអង្គុយនៅលើក្បាលទូករបស់បងនោះមានឯណាចេះតែបន្លាចគ្នាហើយពិតមែនណាបងខ្ញុំខ្លាចណាស់ខ្ញុំសុំទៅផ្ទះមុនហើយជួយផងខ្មោចលងមិនបានចម្លែកម្លេះលើទូកអត់មានឃើញអីចម្លែកផងហ្នឹងដែនបានអុំទូកម្នាក់ឯងត្រឡប់ទៅផ្ទះវិញខណៈដែលអ្នកភូមិដទៃទៀតរត់គេចពីគាត់ទាំងភ័យខ្លាចពេលបានឃើញទូករបស់ដែនកំពុងមានស្ត្រីពោះធំអង្គុយនៅលើក្បាលទូកបង្ហាញមុខដ៏គួរឲ្យខ្លាចពេលដែនដើរចូលមកដល់ក្នុងភូមិធ្វើឲ្យអ្នកភូមិមួយចំនួនភ័យខ្លាចរត់ចេញពីគាត់ហើយដែនក៏មិនបានដឹងខ្លួនដែរថាពេលនេះគាត់កំពុងតែត្រូវខ្មោចស្រីនោះជីកកបន្លាចគេនៅក្នុងភូមិបើសំបីប្រពន្ធគាត់ក៏ដួលសន្លប់ផងដែរមើលដែនប្រាប់ខ្ញុំឲ្យអស់មកកាលពីយប់មិញមានរឿងអ្វីកើតឡើងបានជាធ្វើឲ្យអ្នកភូមិជាច្រើនមានការភ័យខ្លាចដូច្នេះបាទលោកពូមេភូមិកាលពីយប់មិញខ្ញុំទៅរកត្រីដូចតែរាល់ដងគ្រាន់តែម្ដងនេះខ្ញុំមានការភ័យខ្លាចខ្លះៗនឹងរឿងខ្មោចលងបន្ទាប់មកទៀតខ្ញុំក៏មិនមានអ្វីកើតឡើងដែររហូតមកដល់ផ្ទះក៏ចម្លែកធ្វើឲ្យប្រពន្ធរបស់ខ្ញុំស្រាប់តែសន្លប់ខ្ញុំក៏មិនយល់នោះដែរលោកមេភូមិកាលពីយប់មិញនេះខ្ញុំបានឃើញច្បាស់ណាស់ថាប្អូនដែននេះគឺយកខ្មោចមកផ្ទះហើយបើពេលកំពុងតែរកត្រីវិញខ្ញុំបានឃើញថានៅលើទូករបស់ប្អូនដែនមានស្រីខ្មោចចម្លែកយ៉ាងគួរឲ្យខ្លាចណាស់ខ្ញុំនិយាយមិនចេញទេ
ថាម៉េចលោកបងសៃក៏បានឃើញខ្មោចនៅលើទូករបស់បងដែនដែរមែនទេ ពិតមែនហើយខ្ញុំបានឃើញច្បាស់ណាស់វាគឺគួរឲ្យខ្លាចទៀតផងបើតាមសម្ដីអ្នកទាំងអស់គ្នាខ្ញុំអាចយល់បានខ្លះហើយប៉ុន្តែខ្ញុំមិនទាន់ជឿជាក់នៅឡើយទេថានៅក្នុងបឹងបុរាណនោះពិតជាមានខ្មោចលងព្រោះថាបឹងនោះខ្ញុំក៏ធ្លាប់ទៅរកត្រីជាមួយនឹងពុករបស់ខ្ញុំតាំងតែពីក្មេងមកម្លេះមិនដែលឮថាមានខ្មោចចេញមកលងបន្លាចនោះឡើយលោកបងមេភូមិនិយាយដូច្នេះក៏ត្រូវមួយយ៉ាងខ្ញុំក៏ធ្លាប់ទៅរកត្រីនៅបឹងនោះតាំងតែពីក្មេងមិនធ្លាប់ឮនោះទេប៉ុន្តែពេលនេះសូម្បីតែកូនប្រុសរបស់ខ្ញុំក៏ត្រូវខ្មោចលងស្ទើរតែបាត់បង់សតិហើយដែរហើយប្រសិនបើនៅតែលងដូច្នេះទៀតអ្នកភូមិកុំថាឡើយទៅរកត្រីបើសូម្បីចូលព្រៃកាប់អស់នៅតំបន់នោះក៏មិនងាយស្រួលនោះទេបានខ្ញុំស្ដាប់តាមសម្ដីរបស់បងប្អូនតើបងប្អូនចង់ឲ្យខ្ញុំធ្វើដូចម្ដេចលោកមេភូមិខ្ញុំតំណាងឲ្យអ្នកភូមិទាំងអស់សំណូមពរលោកមេភូមិទៅនិមន្តព្រះសង្ឃដើម្បីធ្វើពិធីសូត្រមន្តតើលោកមេភូមិយល់យ៉ាងណាដែរមិនអីទេបើបងប្អូនយល់ថាល្អយើងសម្រេចធ្វើបែបនេះទៅល្ងាចនេះយើងនឹងមានពិធីសូត្រមន្តនៅក្នុងបឹងនោះទៅចុះអស់រយៈពេល7ថ្ងៃប្រជាជននៅក្នុងភូមិគ្មាននរណាម្នាក់ហ៊ានទៅនេសាទនៅក្នុងបឹងនោះទៀតទេមិនតែប៉ុណ្ណោះដំណឹងនេះបានដឹងទៅដល់លោកបាឡាត់ស្រុកទើបតែត្រឡប់មកពីបុណ្យសពក្មួយស្រីលោកបាឡាត់ស្រុកក៏ហាក់មានការភ្ញាក់ផ្អើលនឹងរឿងរ៉ាវមួយនេះព្រោះកន្លងមកលោកក៏មិនដែលដឹងថាមានព្រលឹងខ្មោចដែលលងសាហាវដូចនេះនោះដែរហើយព្រលឹងខ្មោចនោះគឺជាខ្មោចស្រីមានផ្ទៃពោះទើបតែលងក៏ក្រើកភ្ញាក់ផ្អើលថ្មីនេះទេក្មួយស្រីនេះគឺជាលោកពូបាឡាត់ក្មួយនៅចាំពូបានទេលោកពូហេតុអ្វីបានជាលោកពូមកដល់ទីនេះដែរពូមកទីនេះដើម្បីជួបក្មួយហើយក៏ចង់សួររកមូលហេតុដែលក្មួយបានលោកបន្លាចអ្នកភូមិរបស់លោកពូដូច្នេះហើយម្យ៉ាងទៀតហេតុអ្វីបានជាប្រលឹងរបស់ក្មួយមកដល់ទីនេះដែរក្មួយមកដល់ទីនេះคล้ายជាប្រលឹងតែលតោលគ្មានទិសដៅក្មួយមិនចង់ឲ្យគេយកសាកសពរបស់ក្មួយទៅបោះចោលនោះទេក្មួយប្រាប់ពូមកតើក្មួយចង់បានអ្វីពូនឹងធ្វើឲ្យក្មួយបានកុំឲ្យតែក្មួយលងបន្លាចអ្នកភូមិទៅបានហើយបើដូច្នេះមែនលោកពូជួយនាំយកសាកសពរបស់ក្មួយត្រឡប់ទៅស្រុកវិញដើម្បីបូជាក្មួយមិនចង់ឲ្យគេទុកសាកសពរបស់ក្មួយចោលបណ្ដែតទឹកនោះទេហើយក្មួយនឹងសន្យាថានឹងលែងលងបន្លាចអ្នកស្រុកនៅទីនេះទៀតហើយបានពូនឹងនាំទៅស្អែកនេះ
កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានទទួលដំណឹងថាក្មួយស្រីបង្កើតរបស់ខ្ញុំបានស្លាប់ដោយការឆ្លងទន្លេមិនរួចបណ្ដាលឲ្យបាត់បង់ជីវិតទាំងកូនទាំងម្ដាយគ្រួសារបានធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់មិនតែប៉ុណ្ណោះការទុកដាក់សាកសពគឺមានពិធីមិនដូចខាងយើងនោះទេតាមជំនឿអ្នករស់នៅទីនោះសាកសពទាំងអស់បន្ទាប់ពីធ្វើបុណ្យហើយត្រូវរៀបចំដាក់នៅលើចុងឈើឬត្រូវបណ្ដែតមឈូសនៅលើទឹករងចាំដល់100ថ្ងៃទើបបងប្អូនសាច់ញាតិទៅយកឆ្អឹងមកធ្វើបុណ្យម្ដងទៀតគេមិនដែលធ្វើពិធីបូជាដោយភ្លើងនោះទេចំណែកសាកសពក្មួយស្រីរបស់ខ្ញុំក៏ត្រូវបានយកទៅបណ្ដែតទឹកដូចគ្នាគ្រាន់តែថ្ងៃនៃការចងបណ្ដែតទឹកនោះគឺមានខ្យល់ព្យុះចម្លែកធ្វើឲ្យមឈូសរសាត់អណ្ដែតបាត់ចេញពីទីនោះគេបានខំប្រឹងប្រែងស្វែងរកអស់ជាច្រើនថ្ងៃប៉ុន្តែមិនឃើញទើបលទ្ធផលមកឃើញនៅតំបន់យើងនេះទៅវិញអ្នកភូមិក្រោយពេលបានដឹងនៅរឿងរ៉ាវទាំងអស់បន្ទាប់ពីលោកបាឡាត់ស្រុកបានប្រាប់ក៏បានឈប់ខឹងនិងប្រលឹងខ្មោចមិនតែប៉ុណ្ណោះក៏លែងមានការភ័យខ្លាចបឹងនោះបន្តទៀតហើយក៏នាំគ្នាទៅនេសាទដូចពេលធម្មតា